ជំរាបសួរពុកម៉ែបងប្អូនមកជួបខ្ញុំបាទទៀតហើយមកថ្ងៃនេះគឺខ្ញុំមកធ្វើពងទាចៀនជាមួយនឹងម្អមបាទពងទារបស់យើងគឺមាន3គ្រាប់ហើយពេលនេះគឺយើងដាក់ខ្ទះក្តៅហើយចាក់ពងទាចូលនៅពេលដែលយើងចាក់ពងទាចូលពងទាវាមានឆ្អិនបដាហើយបន្ទាប់មកទៀតដាក់ម្អមពីលើពងទាដើម្បីឲ្យវាមានសោភ័ណភាពផងទី2ដើម្បីឲ្យវាមានរសជាតិឈ្ងុយឆ្ងាញ់ផងហើយបន្លែបៃតងគឺមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពផងដែរសូមចូលរួមញ៉ាំបន្លែឲ្យបានច្រើនបាទនេះពេលដែលយើងដាក់ពងទាហើយគឺយើងត្រឡប់ក្របវាពីលើម្អមដើម្បីឲ្យវាឆ្អិនកុំឲ្យវានៅស្រស់ពេកបាទបន្ទាប់ពីយើងដាក់វាត្រឡប់ម្សាហើយយើងនឹងធ្វើការត្រឡប់វាម្សាទៀតឲ្យវាឆ្អិនសព្វសាច់តែម្ដងបាទពេលនេះពងទារបស់យើងឃើញថាវាឆ្អិនទាំងស្រុងហើយបន្ទាប់ពីវាឆ្អិនទាំងស្រុងយើងនឹងអាចយកមកហូបបានហើយបាទហើយសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណសូមជម្រាបលាតើបងប្អូនពងទាចៀនម្អមរបស់យើងរួចរាល់ហើយចាំមើលរសជាតិនោះវិញដែរបាទលោកឈ្ងុយម្អមល្អបងប្អូននេះអត់អីរសជាតិទទួលយកបានបងប្អូននេះក្លិនឈ្ងុយម្អមតែសម្រាប់បងប្អូនដែលអត់ចូលចិត្តក្លិនម្អមហើយវាអត់ត្រូវតែសម្រាប់ខ្ញុំខ្ញុំចូលចិត្តម្អមអញ្ចឹងត្រូវខ្ញុំម្អមឆ្អិនទន់ល្អបងប្អូននេះផុយនេះមានម្អមទៀតនេះពេលហូបហើយជំនួសបាយបានបាទហូបបាយនេះស្រាប់ម្អមបងប្អូននេះម្អមច្រើនណាបាទនេះក៏ម្អមដែរ